លោកដូណាល់ត្រាំប្រមានរកមុខអ្នកទទួលខុសត្រូវក្រោយលោកអនុទិនទាត់ចោលការអំពាវនាវឲ្យមានបទឈប់បាញ់ជាមួយកម្ពុជាអ្នកនាំពាក្យសេតវិមានម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថាលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងគោរពអនុវត្តតាមការបដិញ្ញាចិត្តរបស់ខ្លួនចំពោះបទឈប់បាញ់ជាមួយការប្រមានថាលោកនឹងរកមុខអ្នកទទួលខុសត្រូវប្រសិនបើចាំបាច់ដើម្បីបញ្ឈប់ការកាប់សម្លាប់គ្នានិងធានាឲ្យបាននូវសន្តិភាពយូរអង្វែងនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោកដូណាល់ត្រាំកាលពីថ្ងៃសុក្រសប្តាហ៍នេះបានប្រកាសថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃលោកអនុទិនហើយបានអះអាងថាមេដឹកនាំទាំងពីរបានយល់ព្រមបញ្ចប់ការប្រយុទ្ធគ្នានាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមកាលពីថ្ងៃសៅរ៍ម្សិលមិញក៏បានជំរុញឲ្យកម្ពុជានិងថៃទទួលយកបទឈប់បាញ់មួយនៅម៉ោង 10 កាលពីថ្ងៃសៅរ៍ផងដែរខណៈសម្ដេចធិបតីបង្ហាញការស្វាគមន៍ការអំពាវនាវរបស់លោកអាន់វ៉ាលោកអនុទិនឯណោះវិញបានសម្រេចចិត្តបន្តឈ្លានពានកម្ពុជាដោយមិនខ្វល់ឡើយចំពោះការអំពាវនាវឲ្យត្រឡប់ទៅរកបទឈប់បាញ់បញ្ចប់ជម្លោះជាមួយកម្ពុជា